បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំចង់មកតកតងបរៀននៃការប្រើប្រាស់ទៅលើ tool មួយគឺ Flow Lab Pro ដែល tool ហ្នឹងគឺមានសមត្ថភាពក្នុងការផលិតវីដេអូដោយស្វ័យប្រវត្តិមិនថាជាវីដេអូបែបធម្មតាហើយក៏អាចផលិតជាវីដេអូបែប scene ផងដែរហើយ option ចុងក្រោយហ្នឹងគឺអាចផលិតជាវីដេអូបែប image to video អញ្ចឹងនៅក្នុងហ្នឹងគឺការប្រើប្រាស់វាផ្សេងៗគ្នាហើយតកតងនឹង file Excel ដែលយើងមានប្រមដាក់ចូលនៅក្នុងហ្នឹងក៏វាផ្សេងគ្នាដែរអូខេអញ្ចឹងខ្ញុំចង់ណែនាំឲ្យអ្នកនរគ្នាប្រើថាយើងប្រើបែបម៉េចហើយវាមានសមត្ថភាពក្នុងការផលិតវីដេអូបែបណាអូខេអញ្ចឹងជាដំបូងគឺបងប្អូនចូលទៅក្នុង website មួយដើម្បី download យក extension tool ហ្នឹងដើម្បីយកមកប្រើប្រាស់បាទជាដំបូងបងប្អូនចូលទៅកាន់ website នេះបាទនេះ FlowLab auto labable.app អញ្ចឹងសម្រាប់ link ហ្នឹងគឺខ្ញុំដាក់នៅក្នុង description ក៏បានដែរសម្រាប់ឲ្យបងប្អូនងាយស្រួលក្នុងការទៅស្វែងរកបាទអញ្ចឹងនៅក្នុងហ្នឹងនៅពេលដែលបងប្អូនបានចូលមកដល់ទំព័រគេហទំព័រហ្នឹងហើយគឺបងប្អូនអាចមើលសិនក៏បានឬមិនមើលក៏បានដែរគឺចុចកន្លែង download នេះមកនេះកន្លែងទាញយក extension ហើយនឹងខាងលើនេះគឺអាចទាញយកបានដូចគ្នាបាទអញ្ចឹងបើបងប្អូនចង់មើលវីដេអូដែលខ្ញុំកំពុងតែថតហ្នឹងខ្ញុំនឹងដាក់នៅកន្លែងហ្នឹងគឺបងប្អូនអាចមើលនៅក្នុងវីដេអូកន្លែងហ្នឹងបានដូចគ្នាពីរបៀបប្រើប្រាស់ថាយើងប្រើប្រាស់បែបម៉េចអូខេអញ្ចឹងជាដំបូងបងប្អូនគ្រាន់តែចុចទាញយក extension នេះមកគឺវានឹង download ទៅបន្តិចហើយអញ្ចឹងបន្ទាប់ពី download ហើយចូលទៅក្នុងកន្លែង download នៅ folder ដែលបងប្អូនបានធ្វើការ download ហ្នឹងគឺវានឹងបាន file zip មួយអញ្ចឹងតើតើនឹងការ download ហ្នឹងវាបាន file zip បែបម៉េចគឺខ្ញុំនឹងទៅមើលតើតើនឹង file ហ្នឹងគឺវាមានទម្រង់បែបម៉េចអញ្ចឹងខ្ញុំចូលទៅកន្លែង desktop ហើយ prompt នេះបងប្អូនគឺបន្ទាប់ពីបងប្អូនបានធ្វើការ download មកគឺវាបាន file zip ហ្នឹងអញ្ចឹងនៅពេលដែលយើងបើកក្នុង file zip ហ្នឹងមកគឺវានឹងឃើញ file ទម្រង់ file បែបហ្នឹងដែលអាចឲ្យបងប្អូនហ្នឹងទៅឡើងបានហើយតើតើនឹង file Excel គឺខ្ញុំដាក់នៅក្នុង folder នេះអញ្ចឹងនៅពេលដែលបងប្អូន extract file ហ្នឹងមកហើយគឺមាន3 file នៅក្នុងហ្នឹងអញ្ចឹងចុចទៅមើលនេះមាន3 file 3 file ហ្នឹងមានន័យថាម៉េច3 file ហ្នឹងគឺសម្រាប់យើង download សម្រាប់យើង import ចូលនៅក្នុង extension របស់យើងមានន័យថានៅក្នុងមុខងារមួយគឺប្រើ file ផ្សេងៗគ្នាឧទាហរណ៍ថាបងប្អូនចង់ប្រើមុខងារហ្នឹងគឺបងប្អូនជ្រើសរើសយក file ហ្នឹងបងប្អូនប្រើ normal គឺបងប្អូន upload ចូល file Excel ហ្នឹង normal ហ្នឹងគឺខ្ញុំដាក់ឈ្មោះទៅតាមហ្នឹងដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការប្រើប្រាស់អូខេអញ្ចឹងយើងកន្លែងអស់គ្នានៅក្នុងការតម្លើងគឺបងប្អូនគ្រាន់តែ extract file នេះមកបាទចុច right click ចុចពាក្យ extract មកគឺវានឹងបាន file មកម្ដុំបែបនេះវានឹងបាន file ម្ដុំបែបហ្នឹងបាទបងប្អូនអាច copy ប៉ុណ្ណឹងយកទៅដាក់នៅក្នុង folder ណាក៏បានដែរដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការតម្លើងវាហើយសម្រាប់ extension ដែលខ្ញុំបាននេះគឺខ្ញុំតម្លើងហើយអញ្ចឹងនៅក្នុងការតម្លើងគឺបងប្អូនចូលទៅកន្លែង extension នេះមកហើយចុចពាក្យថា extension ឬក៏បើឃើញនៅកន្លែងហ្នឹងបងប្អូនចុចនៅកន្លែង 3 ខាងក្រោមហើយចុចពាក្យថា extension នៅកន្លែងនេះហើយចុចពាក្យថា extension នេះមកបាទវានឹងឃើញមកដល់ផ្ទាំងហ្នឹងហើយពេលខ្លះអ្នកខ្លះគាត់ចេញបែបនេះគឺយើងអាចតម្លើង extension ហ្នឹងបានអញ្ចឹងបងប្អូនគាត់ទៅបើកកន្លែង developer mode ហ្នឹងមកបាទយើងបើកបែបហ្នឹងហើយយើង load file បាទយើង load file នៅកន្លែងនេះអញ្ចឹងខ្ញុំ remove នេះចោលទៅអូខេអញ្ចឹងបងប្អូនគ្រាន់តែបើកអាហ្នឹងហើយគឺយើងបងប្អូនចុចកន្លែង load packet ហ្នឹងមកបាទចុចហើយវាទៅ browse ទៅ file ដែលខ្ញុំបាន download មិញអញ្ចឹងនៅក្នុង file ហ្នឹងគឺខ្ញុំបាន extract ហើយគឺនៅក្នុង download អញ្ចឹងខ្ញុំមើលទៅក្នុងកន្លែង download ហើយចូល file ហ្នឹងបាទវាគេនឹងចេញបែបហ្នឹងបាទនេះគឺ file ដែលយើងបានតម្លើងហើយយើង refresh បន្តិចមកហើយបន្ទាប់មកយើងបិទចោលវាមកវាអស់ហើយប៉ុន្តែហ្នឹងយើងបិទចោលវាមកហើយយើងចូលកន្លែង web flow ហ្នឹងមកបាទយើងចូលកន្លែងdownload generate video ហ្នឹងកន្លែង flow ហ្នឹងហើយបងប្អូនចុចនៅកន្លែងនេះ extension នេះមកហើយចុច pin ដើម្បីអីដើម្បីឲ្យវានៅកន្លែងហ្នឹងគឺងាយស្រួលក្នុងការប្រើប្រាស់របស់បងប្អូនដែរអញ្ចឹងបងប្អូនគាត់ចុច pin ហើយចុចកន្លែងនេះមកគឺវានឹងចេញបែបហ្នឹងហើយបាទនេះគឺបន្ទាប់ពីបងប្អូនបានធ្វើការ download មកដំបូងហ្នឹងគឺវាចេញបែបហ្នឹងអញ្ចឹងក្នុងការប្រើប្រាស់ដំបូងគឺបងប្អូនអាចប្រើប្រាស់បាន5 credit នៅក្នុងហ្នឹងណាគឺបងប្អូនអាចប្រើប្រាស់បាន5 credit គឺយើងអាច generate បាន5ដងអញ្ចឹងនៅកន្លែងនេះខ្ញុំបាន generate អស់ហើយអញ្ចឹងខ្ញុំត្រូវដាក់ serial ដើម្បីប្រើប្រាស់ហើយនៅក្នុងកន្លែងនេះគឺវាទាមទារ key ដែលស្អីខ្ញុំបានធ្វើការ generate អស់ហើយ5ដងអញ្ចឹងខ្ញុំត្រូវដាក់ key នៅកន្លែងហ្នឹងដើម្បីប្រើប្រាស់បន្តទៀតអញ្ចឹងខ្ញុំទៅដាក់ key សិនអូខេអញ្ចឹងបន្ទាប់ពីខ្ញុំបានដាក់ key ហើយគឺខ្ញុំអាចប្រើប្រាស់បានហើយនៅក្នុងនេះគឺខ្ញុំប្រាប់មុខងារផ្សេងៗដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការប្រើប្រាស់ដំបូងគឺមុខងារ normal មានន័យថាយើងបង្កើតជាវីដេអូធម្មតាបាទយើងបង្កើតជាវីដេអូធម្មតាទៅតាម prompt ដែលយើងមានអញ្ចឹងខ្ញុំលើកឧទាហរណ៍ខ្ញុំបើក prompt ដែលខ្ញុំមានអញ្ចឹងនៅក្នុងនេះគឺយើងបាន select យក mode normal អញ្ចឹងយើងបើក file normal មកមើលថាតើនៅក្នុង file normal ហ្នឹងគឺវាមានតន័យខ្លះដែលយើងត្រូវដាក់ចូលអញ្ចឹងនៅក្នុងនេះ prompt normal អញ្ចឹងបងប្អូនបើក file ហ្នឹងមកបាទងាយអត់មានអីពិបាកបងប្អូនអញ្ចឹងនៅកន្លែងនេះគឺ EP នេះគឺខ្ញុំដាក់ហើយយើងបងប្អូនគ្រាន់តែផាស prompt របស់បងប្អូនចូលក្នុងកន្លែង prompt នេះមកហើយសរសេរពាក្យ pending នេះមកឲ្យគ្រប់ role ដែលយើងមាន prompt ហ្នឹងណាហ្នឹងហើយយើងដាក់ផាសនៅកន្លែងនេះមកហើយកន្លែងនេះ EP 1 2 3 4 5អញ្ចឹងទៅអញ្ចឹងបងប្អូនណាមាន EP ច្រើនបងប្អូនទាញឲ្យស្មើគ្នាអញ្ចឹងណាឧទាហរណ៍ថាមាន15អញ្ចឹងហើយខ្ញុំគ្រាន់ឧទាហរណ៍ទេហើយមាន5ចំនួន15ហើយមាន pending ចំនួន15ដែរបងប្អូនទាញអញ្ចឹងមកដើម្បីឲ្យវាស្មើគ្នាហើយបងប្អូនចុច save ទៅបានហើយអញ្ចឹងអានេះខ្ញុំអត់ទេខ្ញុំកសាច្រើនពេកអញ្ចឹងខ្ញុំឧទាហរណ៍ត្រឹមតែ3ទេបាទអញ្ចឹង1 2 3អញ្ចឹងមកហើយpromptនៅកន្លែងនេះហើយ pending បែបហ្នឹងបាទនេះគឺ prompt ដើម្បីប្រើប្រាស់នៅក្នុងមុខងារ mode normal អញ្ចឹងបងប្អូនចុច save ទៅហើយខ្ញុំទម្លាក់ចោលហើយយើងចូលទៅមើលនៅក្នុង program របស់យើងវិញ tool របស់យើងវិញបាទបន្ទាប់ពីបងប្អូនចូលមកកន្លែងនេះហើយគឺបងប្អូនចុចកន្លែងនេះចុច start ហ្នឹងមកចុច create project បាទបន្ទាប់ពី create project ហើយគឺវានឹងនាំយើងមកដល់នៅកន្លែងនេះអញ្ចឹងឥឡូវនេះគឺយើងប្រើប្រាស់មុខងារ normal សិនអញ្ចឹង normal ហ្នឹងគឺមានន័យថា prompt ដែលយើងមានគឺ text មែនទេយើងចង់បង្កើត text to video អញ្ចឹងយើងត្រូវ select text to video កន្លែងហ្នឹងណាប៉ុន្តែជាធម្មតានៅពេលដែលយើងចូលមកគឺវាចូលនៅកន្លែងហ្នឹង auto អញ្ចឹងបងប្អូនចុចកន្លែង text to video ហ្នឹងមកបាទហើយបន្តមកទៀតនៅខាងនេះគឺបងប្អូនអត់មានច្រើនទេគ្រាន់តែបងប្អូន import file ហ្នឹងចូលមកមានន័យថាយើងប្រើមុខងារ normal អញ្ចឹងច្រឡំបងប្អូនប្រើមុខងារ normal គឺយើង import ចូល file normal អញ្ចឹងបងប្អូនគ្រាន់ចុចនេះមកហើយទៅរក file normal នេះ prompt normal ដែលយើងនេះមិញហ្នឹងបាទ
ចុចមកហើយចុច open មកបាទវានឹងចេញបែបនេះអូខេអញ្ចឹងអាច generate បានអញ្ចឹងនៅក្នុងករណីនេះបើសិនជាបងប្អូនណាដាក់ import មកអត់ចេញមានន័យថាកន្លែង column ខាងលើហ្នឹងមានពាក្យណាសរសេរខុសហើយមានន័យថានៅខាងលើនេះហើយនឹងពាក្យ padding នេះគឺសរសេរខុសហើយអញ្ចឹងវាអត់ឲ្យអញ្ចឹងគឺមិនស្អីត្រូវនៅកន្លែងហ្នឹងណាអូខេបន្ទាប់ពីយើងបានហើយគឺយើងចាប់ផ្ដើមបង្កើតអញ្ចឹងមកងារនេះកន្លែងនេះគឺយើងត្រូវយក mode video ហើយកន្លែងនេះគឺបងប្អូនត្រូវរើសឲ្យហើយមានន័យថាបងប្អូនចង់បង្កើតជាវីដេអូអីគេបញ្ឈរឬបដិអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាបញ្ឈរហើយចំនួន1មែនទេអញ្ចឹងយើងជាធម្មតាយើងបង្កើតម្ដងមួយហើយយកមួយហើយអានេះគឺបងប្អូនចង់រើសអីចង់រើសតាមចិត្តអ្វីដែលបងប្អូនចង់ត្រូវការផលិតហ្នឹងគឺរើសតាមចិត្តទៅបាទចុចបែបហ្នឹងអានេះគឺយើង setting នៅក្នុងកន្លែងហ្នឹងគឺឲ្យអស់ហើយទៅយើងគាត់ចុច generate គឺវាទៅបែបហ្នឹងរហូតតែម្ដងនេះជាឧទាហរណ៍គឺខ្ញុំយកបែបហ្នឹងគឺបញ្ឈរហើយមួយហើយខ្ញុំយក model នេះឬក៏ model នេះទៅដើម្បីលឿនដើម្បីកុំឲ្យវាចំណាយពេលយូរខ្ញុំយកមើលហ្នឹងទៅបាទអូខេអញ្ចឹងអត់ទេខ្ញុំដាក់យកនេះមកទៅអូខេអញ្ចឹងប៉ុណ្ណឹងបាទគឺអត់មានអីទេមានតែប៉ុណ្ណឹងហើយបងប្អូនចុចពាក្យថា start generation បាទចុចបងប្អូនចុចប៊ូតុននេះមកគឺវាធ្វើការ generate វីដេអូឲ្យយើងហើយអញ្ចឹងតាយើងចុចទាំងអស់គ្នា1 2 3អូខេបន្ទាប់ពីចុចហើយគឺយើងមានតែអីទេគឺវាធ្វើការយើងតែម្ដងកន្លែងហ្នឹងគឺបងប្អូនរងចាំវាទៅបាទអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំអាចជា speed video ឲ្យលឿនបន្តិចដើម្បីកុំឲ្យខាត់ពេលបាទតើតើនឹងការរងចាំនេះដែរអញ្ចឹងខ្ញុំសូមនិយាយបន្ថែមទៀតគឺនៅត្រង់កន្លែងដែលយើងបានធ្វើការចុច generate ឲ្យ tool នឹងធ្វើការយើងហើយគឺបើសិនជា internet មានបញ្ហាឬក៏មានភាពអត់រួលអីគឺអាហ្នឹងគឺវាអាស្រ័យទៅតាមហ្នឹងណាមានន័យថាវីដេអូដែលយើងបង្កើតហ្នឹងគឺខូចតែម្ដងគឺវាអត់ដំណើរការទេអញ្ចឹងយើងមក stop bot របស់យើង tool របស់យើងដើម្បីឲ្យវាឈប់ធ្វើការអាហ្នឹងគឺអាស្រ័យទៅលើ internet របស់បងប្អូនដែរបាទហើយមួយទៀតតើតើនឹង prompt ដែរគឺបើសិនជា prompt យើងមានបញ្ហាជាប់ policy flow ហ្នឹងគឺអាចបង្កើតបានដែរអញ្ចឹងវាមិនមែនមកពីបញ្ហា tool របស់យើងទេគឺមកពីបញ្ហា prompt ហើយនឹងអាចបញ្ហា internet របស់បងប្អូនអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំសូម clear ឲ្យបងប្អូនបានយល់ច្បាស់ពីដំណើរការហ្នឹងអូខេឥឡូវគឺធ្វើការ generate មួយហើយបាទបានមួយហើយគឺ file របស់វាគឺវា rename ទៅលើ EP នៃ column EP នៅក្នុង file Excel របស់យើងណាគឺ EP 01មានន័យថាវីដេអូហ្នឹងគឺ prompt ដែលយើងនៅក្នុង row ទី1នៃ Excel ហ្នឹងគឺធ្វើការ generate ហើយអូខេឥឡូវចាប់ផ្ដើម generate ទី2ទៀតហើយនេះបាទអញ្ចឹងរងចាំវាទៀតអូខេអញ្ចឹងវីដេអូទី2គឺត្រូវបាន generate រួចរាល់បាទវាលឿនឬយឺតគឺវាអាចជាអាស្រ័យទៅលើ internet របស់បងប្អូនដែរអូខេអញ្ចឹងវានឹងបន្តទៅ EP ទី3ទៀតហើយអូខេអូខេអញ្ចឹងតើតើនៅវីដេអូទី3នេះគឺវាធ្វើការ generate រួចរាល់អូខេអញ្ចឹងចុងក្រោយគឺវានឹង download file ដើម្បី confirm យើងថាតើវីដេអូណាដែលវាធ្វើការ generate ហើយអញ្ចឹងនៅចុងក្រោយហ្នឹងគឺវា download file ឲ្យយើងមួយនេះបាទអញ្ចឹងអាហ្នឹងក៏បងប្អូនមើលក៏បានបងប្អូនបាច់មើលក៏បានដែរមិនជាបញ្ហាទេហើយឥឡូវ file របស់យើងគឺធ្វើការ download ហើយគឺចំនួន3 file បាទ file ទី1ទី2ទី3អូខេអញ្ចឹងតើតើនឹង file គឺមាន3 file ដោយសារ prompt របស់យើងគឺមាន3 prompt ដូចគ្នាអូខេអញ្ចឹងអានេះគឺជាការប្រើប្រាស់នៅក្នុង mode normal តោះអញ្ចឹងយើងទៅមើលទៅការប្រើប្រាស់ទៅលើ scene វិញម្ដងបាទបងប្អូនគ្រាន់តែចុចលើ scene ហើយបងប្អូនបង្កើត project មួយទៀតមានន័យថាបងប្អូនចូលនៅកន្លែង flow នេះមកអូខេយើងបង្កើត project មួយទៀតមកនេះយើងបង្កើត project មួយទៀតមកបាទមុននឹងការធ្វើការឲ្យ tool នឹងដំណើរការគឺបងប្អូនត្រូវតែគ្រប់ពេលគឺបងប្អូនត្រូវតែចុចមកក្នុងទំព័រនេះសិនអូខេនៅក្នុង scene នេះបងប្អូនជ្រើសកន្លែង scene នេះមកហើយមុននឹងធ្វើការនេះខ្ញុំបង្ហាញ file នៅក្នុងនេះសិន prompt នៅក្នុង scene សិនអញ្ចឹងអានេះខ្ញុំបិទតែម្ដងអូខេអញ្ចឹងខ្ញុំបើក file scene បាទនេះនេះថាយើងបង្កើតជា scene ណាអញ្ចឹងអានេះ prompt underscore scene អញ្ចឹងបងប្អូនបើកសិននឹងមកអញ្ចឹងខ្ញុំបញ្យល់ថាតើវាធ្វើការបែបម៉េចអូខេអញ្ចឹងនៅក្នុងកន្លែងនេះគឺវាអត់ខុសពីអាមិញទេគ្រាន់តែថាយើងថែម scene ន័យថាយើងត្រូវតែសរសេរពាក្យហ្នឹង scene 1 scene 2 scene 3អញ្ចឹងទៅហើយនេះ prompt ទី1 prompt ទី2 prompt ទី3ហើយនេះ padding បែបហ្នឹងទៅហើយកន្លែងនេះគឺ EP 1ន័យថាការធ្វើការរបស់វាគឺវាធ្វើការបានតា scene ចប់ហ្នឹងគឺវាឈប់ធ្វើការតែម្ដងគឺវាអត់ត EP ទី2ហើយ scene ទី1ទី2ទី3អញ្ចឹងទៀតទេមានន័យថានៅកន្លែងនេះគឺវាធ្វើការចប់ scene ដល់ត្រឹមនេះត្រឹម EP ទី1ហ្នឹងគឺវាចប់ដំណើរការកន្លែងហ្នឹងគឺវាធ្វើការបែបហ្នឹងបងប្អូនអញ្ចឹងមកច្រឡំអញ្ចឹងបងប្អូនមាន scene 10បងប្អូនដាក់10មកហើយកន្លែងនេះ EP 1បងប្អូនដាក់1 អញ្ចឹងមកឲ្យដល់កន្លែងទី10ហ្នឹងមកគឺបានហើយតែកន្លែងនេះគឺដូរលេខគេលេខ1លេខ2លេខ3លេខ4លេខ5លេខ6ដល់លេខ10អញ្ចឹងទៅនៅក្នុងកន្លែង scene ហ្នឹងអូខេអញ្ចឹង prompt កន្លែងនេះបងប្អូនដាក់ prompt កន្លែងនេះមកគឺអត់មានបញ្ហាទេអូខេអញ្ចឹង prompt សម្រាប់ prompt នៅក្នុង file Excel គឺមានប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំតម្លាក់វាសិនបាទតម្លាក់វាសិនហើយយើងចូលទៅក្នុងមុខងារ scene នេះតែម្ដងអូខេមុននឹងធ្វើការ upload file ចូលឬក៏យើង upload file ចូលឲ្យមកបាទយើង upload ចូល file មកបាទ scene ហើយចុច open បាទរងចាំវាបន្តិចដោយសារវាធ្វើការ check file ហ្នឹងសំដងទៀតបើសិនវាបានបងប្អូនចុចលុបហើយចុចម្ដងទៀតអូខេបានហើយនេះណាបើសិនជាបានបងប្អូនចុចកន្លែងដោយសារវាជាប់ file នៅកន្លែងនេះអញ្ចឹងបងប្អូនគ្រាន់តែចុច file នេះមក upload ម្ដងទៀតមកគឺបានហើយនេះចេញប៊ូតុងនេះអញ្ចឹងងាកមកត្រង់កន្លែងនេះវិញនិយាយទៅគឺដូចមិញតើតើនឹង scene គឺបងប្អូនចង់បានវីដេអូប្រភេទម៉េច scene ហ្នឹងគឺ type 2ដូចគ្នាហើយកន្លែងនេះគឺបងប្អូនត្រូវតែតាំងវាឲ្យត្រឹមត្រូវបងប្អូនចង់អានមួយចង់ដាក់លេខ1ជាធម្មតាគឺដំបូងគឺមួយអញ្ចឹងឯងដែលយើងបង្កើត scene ណាហើយយើងចង់បានបញ្ឈរឬក៏បដិអញ្ចឹងខ្ញុំយកបញ្ឈរទៀតទៅហើយកន្លែងនេះគឺបងប្អូនអាចជ្រើសរើស model ដែលបងប្អូនពេញចិត្តគឺយកណាក៏បានដែរខ្ញុំយកហ្នឹងទៅអូខេអញ្ចឹងមានតែប៉ុណ្្នឹងហើយនៅក្នុង mode video គឺនៅក្នុងហ្នឹងបាទត្រូវយក mode video ដោយសារយើង type 2 video បន្ទាប់នេះហើយគឺយើងចុច start generation បាទបងប្អូនចុចនៅកន្លែងហ្នឹងបាទបន្ទាប់ពីចុចហើយគឺវាធ្វើការតែម្ដងកន្លែងហ្នឹងណា
អញ្ចឹងវាផាស prompt ហើយវា generate វីដេអូមួយដើម្បីបន្តស៊ីនតទៀតអូខេអញ្ចឹងកន្លែងនេះខ្ញុំអាច speed វីដេអូដែរដើម្បីកុំឲ្យចំណាយពេលយូរអូខេអញ្ចឹងតិចទៀតយើងនឹងទៅជួបគ្នាជាមួយនឹងស៊ីនបន្តទៀតអូខេអញ្ចឹងសម្រាប់ស៊ីនទី1នេះគឺធ្វើការ generate ហើយឥឡូវគឺវាបន្តដើម្បីចូលនៅក្នុងមុខងារស៊ីនបាទឥឡូវគឺវាបន្តនៅស៊ីនទី2ហើយអូខេអញ្ចឹងនៅក្នុងដំណើរការនេះគឺវាធ្វើការ generate គ្រប់ទាំង3 scene ហើយឥឡូវនេះគឺវាកំពុងតែ combine វីដេអូនឹងចូលគ្នាដើម្បីធ្វើការ download អូខេអញ្ចឹងវាធ្វើការ download ឲ្យយើងហើយបាទនេះគឺជាវីដេអូដែលយើងបានធ្វើការ combine ចូលគ្នាបាទនេះគឺជាដំណើរការនៃការប្រើប្រាស់នៅលើ mode scene បាទនៅក្នុងការ generate គឺចប់ហើយគឺមានតែប៉ុណ្្នឹងគឺអញ្ចឹងខ្ញុំទៅបើកមើលវីដេអូតើលទ្ធផលនៃការ combine scene ចូលគ្នាហ្នឹងតើវាទទួលបានប៉ុណ្ណាអូខេអញ្ចឹងតើទៅនឹងការ combine ចូលគ្នាហ្នឹងគឺវាអាស្រ័យទៅលើ prompt របស់បងប្អូនដែរបើសិនបងប្អូនបង្កើត prompt មកវា smooth វាមានភាពតាក់ទាញហើយមាន effect អីផ្សេងៗអាហ្នឹងគឺវាអាស្រ័យទៅលើ prompt របស់យើងដែរអូខេអញ្ចឹងអានេះគឺការ combine របស់វា Feel the rhythm taking over yeah we own the night so come a little closer closer yeah អូខេអញ្ចឹងមានប៉ុណ្ណឹងគឺតើតើនឹងការបង្កើត scene អូខេអញ្ចឹងមួយទៀតគឺតើតើនឹងការបង្កើត iMake 2 video អូខេអញ្ចឹងយើងមកមើល option ហ្នឹងតើវាធ្វើការបែបម៉េចអញ្ចឹងដំបូងគឺបងប្អូនចូលទៅក្នុង flow ធម្មតាហ្នឹងគឺចូលត្រឡប់មកវិញមកហើយបង្កើត project ដូចមុនដូចគ្នាអូខេចុចបង្កើត project មកហើយយើងចុច mode នៅកន្លែង iMake 2 video នេះបាទបងប្អូនចុចកន្លែង mode ហើយលុប file ឲ្យចេញមកដើម្បីមកច្រឡំគ្នាហើយយើងចូលទៅបើក file ដែលខ្ញុំបានដាក់ឲ្យហ្នឹងគឺទៅមើលថាតើយើងមាន file អីខ្លះដែលយើងត្រូវយកមកប្រើប្រាស់នៅក្នុង mode ហ្នឹងអញ្ចឹងយើងមើលកន្លែង prompt បាទ frame to video អញ្ចឹងបងប្អូនបើក file ហ្នឹងមកគឺមានបែបហ្នឹងបាទសម្រាប់ from សម្រាប់ការ generate ពី iMake 2 video ហ្នឹងគឺមានបែបហ្នឹងមានថានេះគឺ EP ទី1 EP ទី2ហើយសម្រាប់ from iMake គឺយើងមាន from iMake ហើយ from video គឺយើងមាន from video អញ្ចឹងទៅហើយតើតើការ generate from ហ្នឹងគឺបងប្អូនអាចប្រើ Gemini ក៏បានប្រើ ChatGPT ក្នុងការ generate ក៏បានដែរតើតើនឹងកន្លែងហ្នឹងណាហើយវាបង្កើតជា from iMake មួយហើយ from video មួយដើម្បីយើងធ្វើការបង្កើត iMake សិនរួចយក iMake ហ្នឹងទៅបង្កើតជា video បាទអូខេអញ្ចឹងតើតើនឹង from បងប្អូនអាចយល់ទេនៅក្នុងកន្លែងហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍មានតែ 2 EP ទេដើម្បីងាយស្រួលអូខេអញ្ចឹង file ហ្នឹងគឺមានតែប៉ុណ្្នឹងខ្ញុំសេទុកហើយតម្លាក់វាមកក្រោមវិញបាទអញ្ចឹងយើងទៅប្រើប្រាស់នៅក្នុង mode iMake 2 video របស់គ្នាអញ្ចឹងដំបូងបងប្អូនចូលនៅក្នុងកន្លែងនេះមកបាទបងប្អូនចូលមកកន្លែងនេះមកដំបូងបងអស់គឺត្រូវតែ set អានឹងឲ្យ high សិនជាដំបូងគឺបងប្អូនចូលទៅក្នុង mode frame នេះសិនណាបងប្អូនបញ្ជាក់គឺបងប្អូនចូលនៅក្នុងកន្លែង frame 2 video នេះសិនមកចុចវាប៉ក់មួយមកហើយយើងមើលទៅក្នុងកន្លែងនេះតើយើងចង់បានវីដេអូបែបម៉េចបាទចង់បានប្រដេកឬបញ្ឈរអញ្ចឹងខ្ញុំបានចង់បានបញ្ឈរហើយចំនួន1ហើយជាប្រភេទ model ដែលយើងចង់ឲ្យវា generate អូខេខ្ញុំបានប៉ុណ្ណឹងអានេះទី1ទី2បងប្អូនត្រូវតែចុចនៅកន្លែងនេះនៅកន្លែង iMake នេះដោយសារអីយើងប្រើពីរហ្នឹងយើងប្រើនេះប្រើនេះអញ្ចឹងដំបូងគឺយើងប្រើនេះប៉ុន្តែទៅតាមដំណាក់កាលដំបូងគឺបងប្អូន set នេះសិនមកឬបន្តទៀតបាន set ចូលនេះបងប្អូនចុចពុតមកគឺវាមានកន្លែងនេះ2អញ្ចឹងវាធ្វើឲ្យ code វីដេអូរបស់យើងអញ្ចឹងយើងយកទៅមួយបានហើយយើងយកទៅមួយបានហើយមិញបញ្ឈរមែនទេអញ្ចឹងបើសិនបងប្អូនអត់ចុចកន្លែងហ្នឹងគឺវា code វីដេអូអញ្ចឹងវាកាត់មកគឺអត់តាមតម្រូវការរបស់យើងចង់បានណាអញ្ចឹងចុចបញ្ឈរហ្នឹងមកហើយខ្ញុំយក Pro ហ្នឹងទៅបាទអញ្ចឹងយកនៅកន្លែង iMake នេះណាហើយរើសយកមួយបាទរើសយកមួយហើយយកបញ្ឈរហើយយក model អញ្ចឹងទៅបាទគឺបែបហ្នឹងដោយសារយើងឲ្យត្រូវទៅនឹងវីដេអូដែលយើងចង់បានដែរបញ្ឈរមួយអូខេអញ្ចឹងយើងចុចមកកន្លែង iMake នេះវិញមកបាទតែប៉ុណ្្នឹងហើយបងប្អូនហើយស្ថិតនៅក្នុងកន្លែងនេះណាកុំចុចអានេះណាគឺស្ថិតនៅក្នុងកន្លែងវីដេអូហើយជ្រើសរើសយក iMake នេះមកបាទចុងក្រោយកន្លែងហ្នឹងហើយបន្តមកទៀតយើង upload file essay យើងចូលមកបាទចុច click មកហើយយកពាក្យថា from frame to video អញ្ចឹងចាត់ច្រឡំអានេះបងប្អូនយកនេះណាហ្នឹងហើយអូខេចុចមកបាទបន្តមកចុចហើយគឺមាន start ប៊ូតុងមួយឲ្យយើងចុចអញ្ចឹងបងប្អូនធ្វើការចុចវាទៅបាទចាប់ដើមអូខេអញ្ចឹងយើងរងចាំវាបន្តិចក្នុងការបង្កើត iMake បាទវានឹង switch ទៅ mode iMake ហើយបន្តមកទៀតវានឹងធ្វើការផាស prompt ដើម្បីធ្វើការ generate iMake អូខេអញ្ចឹងសម្រាប់វីដេអូទី2គឺវាធ្វើការ generate រួចរាល់អូខេបាទគឺសម្រាប់ការប្រើប្រាស់គឺមានតែប៉ុណ្្នឹងបងប្អូនបាទអញ្ចឹងនៅក្នុងនេះគឺវាមាន3 mode អាចធ្វើការ generate បានអូខេអញ្ចឹងសម្រាប់វីដេអូក្នុងការប្រើប្រាស់បែប flow lab គឺមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំទៅបើកវីដេអូមើលតើវាទទួលបានលទ្ធផលបែបណាហើយទៅក្នុងវីដេអូហ្នឹងគឺវាអាស្រ័យទៅលើ prompt របស់យើងដែរគឺអញ្ចឹងវីដេអូនេះគឺវីដេអូទី1មិញStep into the spotlight yeah we're gonna dance all night feel the beat let's go អូខេហើយនេះអូទី2អូខេចឹងសម្រាប់ការប្រើប្រាស់គឺមានតែប៉ុណ្ណឹងបងប្អូនបាទអរគុណសម្រាប់ការទស្សនាហើយនឹងតាមដាននៃការប្រើប្រាស់ Tele Tool នឹងទាំងអស់គ្នាហើយសម្រាប់បងប្អូនណាដែលគាត់ប្រើអស់ហើយអាចទំនាក់ទំនងតាម Telegram ខ្ញុំបានគឺនេះបងប្អូនគាត់តែចុចនេះមកគឺវាចូលនៅក្នុង Telegram របស់ខ្ញុំ direct តែម្ដងអូខេអរគុណ